សួស្តីអ្នកគ្នាស្វាគមន៍មកកាន់ Prime Feeder ថ្ងៃនេះដែរគឺយើងមាន topic មួយយកមកចែកម្លែកទាំងអស់គ្នាតាក់ទងជាមួយនឹងប្រវត្តិនៃការបង្កើតយន្តហោះរបស់បងប្អូនត្រកូលរ៉ៃអញ្ចឹងកុំឲ្យខាតពេលយូរយើងចូលទៅកាន់ខ្លឹមសារទាំងអស់គ្នាបើសិនជាយើងនិយាយនៅក្នុងប្រវត្តិសាស្ត្ររបស់យើងគឺមានអ្នកប្រាជ្ញជាច្រើនណាស់ដែលព្យាយាមបង្កើតម៉ាស៊ីនដែលអាចហោះហើរឬក៏ដឹកមនុស្សបានប៉ុន្តែនៅក្នុងចំណោមមនុស្សទាំងអស់ហ្នឹងគឺមានមនុស្ស2នាក់ដែលត្រូវបានគេទទួលស្គាល់ជាទូទៅតែម្ដងហើយពួកគេគឺមានភាពជោគជ័យខ្លាំងនៅក្នុងការបង្កើតយន្តហោះពួកគេទាំងពីរដែលយើងនិយាយថ្ងៃហ្នឹងគឺជាបងប្អូនត្រកូលរ៉ៃដែលម្នាក់គឺមានឈ្មោះថា Wilbur Wright ម្នាក់ទៀតគឺឈ្មោះថា Orville Wright លោក Wilbur គឺកើតនៅក្នុងឆ្នាំ1867ហើយ Orville ដែលជាប្អូនប្រុសគឺកើតនៅឆ្នាំ1871ការនៅកុមារភាពពួកគេទាំងពីរគឺចូលចិត្តលេងល្បែងដែលតាក់ទងទៅនឹង mechanic និង machine ហើយលុះពេលដែលធំឡើងបងប្អូនពីរនាក់ហ្នឹងក៏ធ្វើការពាក់ព័ន្ធជាមួយនឹងគម្រោង mechanic ជាច្រើនដែលពួកគេចូលចិត្តផ្ទាល់និងតាមដានទៅលើការស្រាវជ្រាវផ្នែកវិទ្យាសាស្ត្របន្ថែមរហូតទៅដល់បងប្អូនពីរនាក់ហ្នឹងគឺផ្ដោតយ៉ាងខ្លាំងជាពិសេសគឺទៅលើការស្រាវជ្រាវរបស់អ្នកជំនាញផ្នែកយន្តហោះម្នាក់ជាជនជាតិអាល្លឺម៉ង់ដែលមានឈ្មោះថា Otto Lilienthal នៅក្នុងខែធ្នូ1903ពួកគេទាំងពីរគឺទទួលបានជោគជ័យមែនទែនទៅលើការហោះហើរដោយបញ្ជាដោយម៉ាស៊ីនហើយការនោះលោក Wilbur គឺអាចហោះបានរយៈពេលយូរខ្លាំងណាស់រហូតទៅដល់59នាទីកម្ពស់ប្រហែលជា260ម៉ែត្រវាជាសមិទ្ធផលមួយដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្ត្រនៃការហោះហើរកាលពីពេលនោះហើយគាត់បានដាក់ឈ្មោះឲ្យយន្តហោះដែលគាត់ហោះហើរហ្នឹងថាជា The Flyer 2ឆ្នាំក្រោយពលគឺនៅក្នុងឆ្នាំ1905ពួកគេទាំងពីរក៏សម្រេចចិត្តយកយន្តហោះហ្នឹងគឺហោះជាផ្លូវការតែម្ដងដែលអាចធ្វើដំណើរនៅលើអាកាសបានហើយដូចយើងដឹងចឹងតម្រាំមកដល់ពេលហ្នឹងពួកគេគឺបរាជ័យមិនតិចដងទេថ្មីបើការហ្នឹងស្នាដៃរបស់គាត់គឺមើលទៅគឺធំខ្លាំងក៏ដោយប៉ុន្តែនៅអាមេរិកគេអត់សូវគាំទ្រឬក៏ឲ្យតម្លៃខ្លាំងទេមើលមកវាពួកគេអត់គិតថារបស់ទាំងអស់ហ្នឹងវាជាដុំកំភួនណាហើយតម្រាំមកដល់ឆ្នាំ1908ទើបលោក Wilbur ក៏សម្រេចចិត្តមូស្នាដៃរបស់គាត់ទៅបង្ហាញនៅរូបវិញទើបមនុស្សម្នាគឺឃើញពីអីដែលគាត់ធ្វើហើយគិតថាវាជាការផ្លាស់ប្ដូរមួយដែលចេញមកពីស្នាដៃត្រកូលរ៉ៃហើយពីភាពជោគជ័យទាំងអស់នេះគាត់បានត្រឡប់មកអាមេរិកវិញនៅក្នុងឆ្នាំ1909និងពង្រីកស្នាដៃរបស់គាត់យ៉ាងខ្លាំងនៅអាមេរិកហ្នឹងប៉ុន្តែជាអកុសលបងប្អូនទាំងពីរហ្នឹងក៏បានទទួលមរណភាពនៅក្នុងឆ្នាំ1912ហើយប្អូនប្រុសរបស់គាត់ដែលជាលោក Orville គឺបានទទួលមរណភាពផងដែរនៅឆ្នាំ1948ប៉ុន្តែស្នាដៃរបស់គាត់គឺនៅតែរំលឹកមកដល់ឥឡូវនៅក្នុងប្រវត្តិសាស្ត្ររបស់មនុស្សជាតិយើងអញ្ចឹងវីដេអូថ្ងៃហ្នឹងដូចជាមានតែប៉ុណ្្នឹងទេអរគុណគ្នាយើងមែនតើតែស្ដាប់ទៅលើ topic ដែលពួកយើងធ្វើកន្លងមកខ្ញុំនឹងព្យាយាមផុសឲ្យកាន់តែច្រើនតាមតែអាចធ្វើទៅបានហើយ shout out ទៅមិត្តភ័ក្តិរបស់ខ្ញុំមែនតើដែលជួយ edit ឲ្យខ្ញុំសង្ឃឹមថាពួកយើងគឺទៅជាមួយគ្នាបានឆ្ងាយជាងហ្នឹងជួបគ្នាជាមួយខ្ញុំ SL នៅវីដេអូថ្មីមួយទៀត That's all I got. Peace and love. I'm up. Bye bye.